miền tây nè nơi cái đôi kia thế tự đằng tự vô à ròm mới đi về bạc lang đằng ta trộn thổi cá trộn rong chạ hay là ngày láng cứ chân về rong chạ mình tha ủ xà cam mình tha cả cam thế còn người ta vậy để nhom dậyតាមវីដេអូនេះគឺឧស្សាហកម្មផ្នែករោងចក្រណាហើយសកម្មភាពខ្ញុំជារៀងរាល់ថ្ងៃពេលព្រឹកម៉ោង 7:40 គឺដឹងតែចុះទៅហើយគឺទៅសាមសិលទៅមុនគេដើម្បី scan វាយកាតចូលទៅការហើយក៏យើងចូលប្រជុំជាមួយនឹងតកែជាមួយនឹងមេការអីចឹងណាប្រជុំហាក់ជា10នាទីអីចឹងទៅគេនិយាយពីការងារចឹងហើយយើងប្រជុំគេប្រាប់ការងារយើងដាក់ការងារយើងធ្វើចឹងទៅក៏យើងចប់ពីការងារប្រជុំនឹងហើយក៏យើងទៅចូលឃ្លាំងដើម្បីរកអីវ៉ាន់និយាយរួមការងាររបស់ខ្ញុំអត់មានធ្វើអីមួយជាប់លាប់ទេមានតែបើកជីកឆាទៅមកលើកអីវ៉ាន់ដាក់ឲ្យគេនឹងឯងហើយនេះគឺឃ្លាំងសម្រាប់ដាក់អីវ៉ាន់សម្រាប់បងប្អូនដែលគាត់បានមើលវីដេអូខ្ញុំពីមុនដឹងហើយរោងចក្រខ្ញុំគឺផលិតឆ្នាំងចឹងហើយខាងនេះគឺដៃឆ្នាំងមានក្នុងឃ្លាំងដែលខ្ញុំរៀបចំដែលខ្ញុំយកនេះមានដៃឆ្នាំងមានគម្របឆ្នាំងមានអីគ្រប់បែបយ៉ាងសម្រាប់ដំឡើងឆ្នាំងចឹងហើយពេលព្រឹកឡើងយើងរៀបចំដាក់ឲ្យគេឲ្យស្រេចទៅហើយនៅពេលដែលគេចូលធ្វើការមកគឺយើងនិយាយរួមយើងចូលមុនគេកន្លះម៉ោងចឹងហើយនៅពេលដែលដល់ម៉ោងគេចូលធ្វើការគឺគេចាប់ផ្ដើមធ្វើតែម្ដងហើយម្ដងនេះក្នុងនេះគឺរោងចក្រក្នុងរោងចក្រដែលកន្លែងធ្វើនឹងតែម្ដងហើយរោងចក្រនេះមានច្រើនផ្នែកតែអ្វីដែលខ្ញុំនិយាយគឺខ្ញុំនិយាយផ្នែកខ្ញុំកន្លែងវិចខ្ចប់និងដំឡើងដៃឆ្នាំងហើយអ្វីដែលខ្ញុំចង់លើកយកមកនិយាយថ្ងៃនេះគឺផ្នែករបស់ខ្ញុំផ្នែកដំឡើងនិងផ្នែកដាក់កេះខ្ចប់ហើយអ្នកចូលស្លេកហ្នឹងនោះបើកជីកឆាពណ៌លឿងហ្នឹងបើកទៅមកមានពេលទំនេរទេនិយាយរួមការងារដូចបញ្ជាក់ខាងដើមវីដេអូអញ្ចឹងគឺដើរទៅដើរមកបើកតែជីកឆាលើកឲ្យបានដល់គេនឹងឯងតែដល់ពេលខ្លះក៏យើងទំនេរពីការរៀបចំហ្នឹងទៅក៏យើងជួយធ្វើគេទៅកន្លែងណាដែលយើងខ្វះមនុស្សគឺយើងទៅធ្វើកន្លែងហ្នឹងឯងអញ្ចឹងណានិយាយរួមដើរធ្វើចល័តតែពេលខ្លះយើងឈរចុចទូរស័ព្ទក៏វាមិនជាបញ្ហាដែរគេមិនមានអ្នកណាគេថើយើងទេប៉ុន្តែដល់ពេលខ្លះយើងគិតក្រែងចិត្តខ្លួនឯងដែរវាខ្លួនឯងដែរដោយសារអីយើងធ្វើការឲ្យគេយើងបើកប្រាក់ខែពីគេយកលុយគេអញ្ចឹងហើយយើងត្រូវធ្វើការឲ្យគេឲ្យបានមកចត់ឲ្យបានល្អអញ្ចឹងណាហើយនិយាយរួមការងារមានអីទេមានតែប៉ុណ្្នឹងឯងហើយគាត់ដែលអាវខ្មៅដាក់កេះនេះគឺនិយាយម៉ាត់គឺជំនួយការមិនជំនួយការអីទេគាត់ថាគាត់មកក្រោយយើងហៅរៀមប្អូនមកក្រោយយើងបានខែហ្នឹងពី4-5 ខែហ្នឹងឯងអញ្ចឹងណាតែគាត់ថាជំនួយការអីទេគាត់ថាគាត់មកក្រោយយើងមកជា3-4-5 ខែដែរអញ្ចឹងណាហើយតាមពិតទៅខ្ញុំក៏មិនមែនជាអីតកែអីដែរគាត់ថាយើងពលករដូចគ្នាទេបើកប្រាក់ខែគេដូចគ្នាទេខ្មែរដូចគ្នាទេហើយនិយាយនេះមិនមែនមានន័យថាអួតអាងឬមួយក៏អីទេគាត់ថាចេញវីដេអូចែកម្លែកពីការងារអញ្ចឹងណាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយៗទៀតអូខេបាយបាយ